Ok,នេះមេរៀនទី10តើតើនឹងការមេរៀនទី10មេរៀនទី9ចង់វល់ហើយអូខេទី9នេះគឺតើតើនឹងយើងដាក់ license Speech Pro ការដាក់ license Speech Pro ហ្នឹងយើងត្រូវ copy ID Speech Pro ហ្នឹងឲ្យទៅ admin ដើម្បីយើងទៅចេះយក license គេថា keyword license ណាព្រោះកម្មវិធីមួយគេថាតែមាន license keyword ដើម្បីវា full ការប្រើប្រាស់មិនថាកម្មវិធី Speech Pro ឬក៏កម្មវិធី Fontasia ឬកម្មវិធី Cinema X ផ្សេងៗដែរតែងតែមាន license របស់គេទាំងអស់មិនថា CapCut ដែរដូចគ្នាទាំងអស់តែចំពោះ Speech Pro នេះគឺយើងដាក់ទៅវាបានដល់3ខែយើងបន្តទៀតទៅអូខេអញ្ចឹងការដាក់ស្រួលទេគឺយើងដាក់កម្មវិធី Speech Pro យើងមកទៅមកអូខេនេះអានេះ Speech Pro គឺអាប់ដេតគឺពីមុនគឺមានពណ៌ទេពណ៌ interface ហើយអាប់ដេតមកថ្មីយើងទៅតែងតែអាប់ដេតទៀតមួយខែអាប់ដេតទៅម្ដងទៅពីរដងដើម្បីយក function ថ្មីក្នុងការប្រើប្រាស់ឲ្យបងប្អូនប្រើប្រាស់ស្រួលការប្រើអត់ពិបាកអត់ឲ្យសំញាំទេឲ្យបងប្អូនរៀនវគ្គស្វែងរឿងមកជាមួយ admin Speech Pro នេះគឺល្អមែនទែនជាមួយនឹងការសិក្សាជាមួយនឹង admin ក៏មេរៀនក៏កម្មវិធីគឺល្អទៅនេះជួយទៅដល់បងប្អូនអ្នកចូលមកក្នុងវគ្គគ្រប់ Speech Pro សម្រាប់រឿងអញ្ចឹងយើងមកកម្មវិធីហើយគឺយើងទៅរកពាក្យ license កាលណាយើងដាក់ license ហើយឡើយនេះលុបទៅឈ្មោះយើងណាឈ្មោះ license នោះគឺសម្គាល់ទៅលើ ID Telegram អូខេអញ្ចឹងចុចពាក្យ license នេះមកគឺយើងយកពាក្យថា copy ID ណា copy ID ហ្នឹងខ្ញុំ copy ហើយ copy ID ហើយគឺយើងបញ្ជូនលេខID ហ្នឹងអូខេយើងចុច copy ID បត់វាលុបពីអូខេមានតែ copy ហើយណាអញ្ចឹងយើងចុចចូល Telegram ញ៉ា keyword ទៅ admin ផ្ទាល់មកខ្ញុំផ្ទាល់មកអូខេដើម្បីបាន license key បន្ទាប់ពីបាន license key យើងត្រូវ save វាទៅក្នុង folder មួយណា save ចូលនៅក្នុង Speech Pro នេះចាំមើលណាខ្ញុំដាក់ឲ្យមើលចូលនៅ Speech Pro មេរៀន Speech Pro មិញណាអូខេនេះមិញហ្នឹងណាហ្នឹងពេលដែលយើង save ចូលក្នុងហ្នឹងយក pass មកហ្នឹងណាពេលយើង copy ពី admin មកឲ្យ pass ចូលហ្នឹងមក copy ឬក៏ save ចូលក្នុងហ្នឹងមកពេលដែលយើងបញ្ចូល license គឺវារត់ទៅយកនឹង auto អាឡើយហ្នឹងណារត់ទៅ auto តែពេលដែលយើងដាក់ license ហើយឡើយហ្នឹងគឺយើងចុចបានដោយសារយើងបញ្ចូលហើយតើយើងចុចលើហ្នឹងមករត់ចាប់ទៅយក license នេះថ្មិចយើងត្រូវចំណាំឈ្មោះយើងណាឈ្មោះ Telegram យើងបែបនេះតែស្អី admin គឺសម្គាល់ទៅលើ Telegram របស់សិស្សមួយអញ្ចឹងយើង browser លើហ្នឹងអូខេមកប៉ុបវាលុយ success អញ្ចឹងលេខហ្នឹងលុតក្រហមខ្លាចទៅជាបៃតងណាអញ្ចឹងលេខ disable លេខចុចកុំលេខហ្នឹងណាបាទពីហ្នឹងឯងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេរបៀបដាក់ license Speech Pro ឲ្យ full ដើម្បីដំណើរការបានអូខេ